តែអ្នកដឹងទេថាមហាសមុទ្រគ្រប់ដណ្ដប់ជាង 70% នៃផ្ទៃផែនដីប៉ុន្តែយើងបានរករកវាតិចជាង 5% ទៅទៀតនៅធឿងទីងងឹតដូចជ្រៅនោះមានអាចកំបាំងជាច្រើនដែលកំពុងរងចាំកែរកឃើញថ្មីនេះអ្នកវិទ្យាសាស្ត្របានរកឃើញរបបកំហើញដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនមានថ្មនៅបាតសមុទ្រកំពុងផលិតអុកស៊ីសែនដោយគ្មានពន្លឺព្រះអាទិត្យមានទន្លេទឹកសាបដ៏ធំនៅក្រោមបាតសមុទ្រមានសត្វសមុទ្រថ្មីរាប់សិបប្រភេទដែលមិនធ្លាប់ឃើញហើយមានសមុទ្រពុកកញ្ច្រោលដោយឧស្ម័នមេតានថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅស្វែងយល់ពីអាចកំបាំង5យ៉ាងនៅក្រោមបាតសមុទ្រដែលមិនធ្លាប់ដឹងនិងគួរឲ្យភ្ញាក់ផ្អើលបំផុតចាប់ផ្ដើមជាមួយការរកឃើញដ៏រំភើបបំផុតក្នុងឆ្នាំ2024គឺអុកស៊ីសែនខ្មៅ Dark Oxygen ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយលោក Andrew Sweetman បានរកឃើញបាតុភិបដ៏គួរឲ្យភ្ញាក់ផ្អើលមួយដំរ៉ែដែកម៉ាំងកាណែទំហំប៉ុនដំឡូងនៅបាតសមុទ្រជ្រៅកំពុងផលិតអុកស៊ីសែននេះស្កាត់ឡើងនៅតំបន់ Clarion Clipperton Zone ក្នុងមហាសមុទ្រ Pacific ជម្រៅរាប់ពាន់ម៉ែត្រអ្នកវិទ្យាសាស្ត្រជឿថាស្រទាប់លោហៈនៅក្នុងដុំរ៉ែទាំងនេះកំពុងបង្កើតចរន្តអគ្គិសនីដែលអាចបំបែកទឹកសមុទ្រទៅជាអ៊ីដ្រូសែននិងអុកស៊ីសែនគេបានវាស់តង់ឆុងបានដល់ទៅ 0.95 វ៉ុលលើផ្ទៃដុំរ៉ែជិតស្មើនឹងថាមពលថ្ម AA មួយគ្រាប់ការរកឃើញនេះប្រឈមនឹងជំនឿវិទ្យាសាស្ត្រថាអុកស៊ីសែនត្រូវការពន្លឺព្រះអាទិត្យនិងរស្មីសំយោគដើម្បីផលិតលើទ្រង់ទ្រាយធំអុកស៊ីសែនខ្មៅនេះអាចជាប្រភពថាមពលដ៏សំខាន់សម្រាប់សត្វសមុទ្រទឹកជ្រៅដូចជាមីក្រូបត្រសោកសមុទ្រនិងផ្កាថ្មស៊ីសត្វលេខ 2 គឺបាតុភិបថ្មីមួយដែលទើបតែត្រូវបានកំណត់និយមន័យក្នុងខែមករាឆ្នាំ2026គឺរលកងងឹតសមុទ្រនេះជារយៈពេលខ្លីតែខ្លាំងក្លានៃការថយចុះពន្លឺនៅក្នុងទឹកដែលបណ្ដាលមកពីព្យុះការសារាយនិងការបញ្ចេញដីលឹបមូលហេតុអាចមកពីព្យុះស៊ីក្លូនភ្លើងឆេះព្រៃការហូរជ្រោះដីនិងសូម្បីតែការអភិវឌ្ឍឆ្នានការសិក្សានៅឆ្នាំ California និង Nouvelle-Zélande បានរកឃើញរលកងងឹតចន្លោះពី25ទៅ80ដងក្នុងរយៈពេល21ឆ្នាំព្រឹត្តិការណ៍វែងជាងគេមានរយៈពេលដល់ទៅ64ថ្ងៃរលកទាំងនេះអាចប៉ះពាល់ដល់រស្មីសំយោគនៃព្រៃសារាយស្មៅសមុទ្រនិងផ្កាថ្មព្រមទាំងអេរិយាបថនៃរបស់ត្រីឆ្លាមនិងថនិសត្វសមុទ្រលេខ 3 គឺការរកឃើញដ៏អស្ចារ្យក្នុងខែកុម្ភៈឆ្នាំ2026គឺទន្លេទឹកសាបក្រោមបាតសមុទ្រមេសកម្ម IODP-3 NSF Expedition 501បានបញ្ជាក់ជាលើកដំបូងអំពីអត្ថភាពនៃប្រព័ន្ធទឹកសាបដ៏ធំនៅក្រោមបាតសមុទ្រគេបានរកឃើញស្រទាប់ទឹកសាបក្រាស់ជិត200ម៉ែត្រនៅឆ្នេរ New England សហរដ្ឋអាមេរិកអ្នកវិទ្យាសាស្ត្របានដឹងអំពីអត្ថភាពនៃប្រព័ន្ធទាំងនេះតាំងពីឆ្នាំ1976ប៉ុន្តែនេះជាលើកដំបូងដែលគេអាចធ្វើគំរូនិងសិក្សាលម្អិតការរកឃើញនេះសំខាន់ណាស់សម្រាប់សហគមន៍ឆ្នានដែលពឹងផ្អែកលើទឹកក្រោមដីលេខ 4 គឺការរកឃើញដ៏រំភើបមួយទៀតក្នុងខែកុម្ភៈឆ្នាំ2026គឺពំពួកសត្វសមុទ្រថ្មីរាប់សិបប្រភេទក្រុមអ្នកវិទ្យាសាស្ត្រពីមហាវិទ្យាល័យ Schmidt Ocean Institute បានប្រកាសរកឃើញប្រភេទសត្វសមុទ្រថ្មីចំនួន28ប្រភេទនៅក្នុងទឹកដែនសមុទ្រជ្រៅនៃប្រភេទអាសង់ទីនគេបានថតបានរូបភាពច្បាស់នៃចាហឺខ្មោច Phantom Jellyfish ដ៏កម្រដែលអាចវែងដូចឡានក្រុងសាឡាគេក៏បានរកឃើញថ្មប៉ាប្រេតផ្កាថ្ម Bathylia Candida ធំជាងគេនៅក្នុងโลกដែលមានទំហំដូចទីក្រុងវ៉ាទីកង់ហើយគេក៏បានរកឃើញត្រីបាឡែនងាប់នៅបាតសមុទ្រជ្រៅជាលើកដំបូងក្នុងដែនទឹកអាសង់ទីនអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថាមហាសមុទ្រមានជីវិតពេញទៅដោយសត្វមិនធ្លាប់ឃើញជាច្រើនប្រភេទហើយចុងក្រោយលេខ 5 គឺបាតុភិបដ៏ចម្លែកមួយដែលកើតឡើងក្នុងខែមករាឆ្នាំ2026គឺសមុទ្រពូកញ្ច្រោលនៅឆ្នេររដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌាអាជ្ញាធរបានរកឃើញបាតុភិបដ៏ចម្លែកមួយទឹកសមុទ្រកំពុងពុះកញ្ច្រោលនិងផ្ទុះពពុះយ៉ាងខ្លាំងជំនាញសង្ស័យថាវាអាចបណ្ដាលមកពីការលេចធ្លាយឧស្ម័នមេតានដ៏ធំពីបាតសមុទ្របាតុភិបនេះអាចជាសញ្ញាប្រុងប្រយ័ត្នអំពីការប្រែប្រួលអាកាសធាតុដោយសារការរលាយនៃស្រទាប់ទឹកកកក្រោមបាតសមុទ្របញ្ចេញឧស្ម័នមេតានដ៏ច្រើនសរុបមកអាចកំបាំងទាំង5យ៉ាងនេះគ្រាន់តែជាផ្នែកមួយតូចតែប៉ុណ្ណោះនៃអ្វីដែលយើងមិនទាន់ដឹងអំពីមហាសមុទ្រ
រាល់ពេលដែលយើងបញ្ជូនគ្រឿងស្រាវជ្រាវថ្មីៗទៅកាន់ជម្រៅទឹកយើងតែងតែប្រទះឃើញអ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលនិងត្រូវពិនិត្យមើលទ្រឹស្ដីវិទ្យាសាស្ត្រចាស់ៗឡើងវិញយើងទៅតែនៅដើមដំណើរដើម្បីស្វែងយល់អំពីភាពចម្រុះចម្រាស់និងអាចកំបាំងដ៏អស្ចារ្យដែលមហាសមុទ្រលាក់ទុកតែអ្នកធ្លាប់ដឹងពីអាចកំបាំងទាំងនេះទេតើអ្នកចង់ឲ្យអ្នកវិទ្យាសាស្ត្រស្វែងរកអ្វីបន្ថែមទៀតក្នុងសមុទ្រជ្រៅប្រាប់ខ្ញុំនៅខាងក្រោមនេះទៅសូមអរគុណសម្រាប់ការទស្សនាហើយកុំភ្លេច Subscribe ដើម្បីជួបគ្នាបន្តទៀត